អំសំអាតអាបុរសស្លៃទទួលលុយពីក្រុមជ្រុលនិយមថៃចូលបំបត្តិពាក្យពេចន៍រឿងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរៀននៅ West Point ណាអានេះវាបំបត្តិពាក្យពេចន៍ត្រង់ថាមិនបានប្រឡងប្រកួតប្រជែងដើម្បីបានចូលរៀននៅបណ្ឌិតសភាយោធា West Point ឬក៏យើងនិយាយភាសាអង់គ្លេសណាគេហៅថា The US Military Academy at West Point នេះភាសាអង់គ្លេសប៉ុន្តែអាស្លុយអ៊ុំសំអាតដែលជាបកពួកគេហៅថាក្រុមជ្រុលនិយមថៃហើយបម្រើការនៅស្ថាប័នឆ្កែ23ក្បាលដែលវាចូលចិត្តតែបន្ថែមបន្ថយបោកប្រាស់ឬក៏និយាយឲ្យស្ដាប់វាកាត់ពាក្យពេចន៍តាក់ទងពីសាលា West Point ណាបើនិយាយពីបែបបទដើម្បីបានចូលរៀនគឺវាលំបាកណាស់ទី1គឺត្រូវមានការគេហៅធានាយើងនិយាយឲ្យស្ដាប់គឺក្រសួងការពារជាតិប្រទេសមួយធានាទី2នោះគឺគេហៅថាទូតនៅប្រទេសអាមេរិកគឺក៏គេហៅនិយាយឲ្យស្ដាប់ធានាមួយទៀតអញ្ចឹងណាបន្ទាប់ពីធានាមកគេហៅថាអានេះ at West Point our cup of the cabinet 4400 ចង់និយាយថារើសបុរសឬក៏បេក្ខភាព4400នាក់ដែលជាមនុស្សខ្លាំងប៉ុន្តែអ្វីដែលជាការសម្រិតសម្រាំងរបស់ West Point គឺប្រហែលជាយកតែ 10% ឯងព្រោះកន្លែងនេះគេប្រើពាក្យ with acceptable rate of the just 12% អញ្ចឹងមានន័យថាគេហៅថាម៉េចគឺជាការសម្រិតសម្រាំងសាលា West Point នេះជាសាលារបស់ George Washington ដែលជាអគ្គមេបញ្ជាការរបស់សហរដ្ឋអាមេរិកក៏ជាប្រធានាធិបតីទី1របស់សហរដ្ឋអាមេរិកដែលគាត់បានលើកទ័ពដើម្បីវាយរំដោះដណ្ដើមទឹកដីសហរដ្ឋអាមេរិកចេញពីការត្រួតត្រារបស់អង់គ្លេសអាហ្នឹងយើងនិយាយមកបែបណាអាមេរិកជាប្រទេសដែលស្អប់ការដើរដាក់អាណានិគមប៉ុន្តែអាមេរិកក៏ជាប្រទេសដើរដាក់អាណានិគមគេដែរអញ្ចឹងតកតងពីរឿងនៅ West Point សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនាពេលបច្ចុប្បន្នរឿងទី1គេហៅថាម៉េចមានបុគ្គលដែលធានាឬគេហៅថាគោលតារបស់ប្រទេសមួយគឺសាលា West Point នឹងឲ្យបន្ទាប់ពីឲ្យមិនមែនឲ្យឲ្យបានចូលរៀនទេត្រូវប្រឡងប្រកួតប្រជែងឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3រហូតដល់ឆ្នាំបញ្ចប់មានន័យថារើសអ្នកខ្លាំងនៃអ្នកខ្លាំងសម្រិតសម្រាំងណាស់មិនមែនស្អីណាធានាឲ្យបានចូលរៀនទេអត់សមត្ថភាពក៏ចូលរៀនអត់បានដែរនៅ West Point ប៉ុន្តែអាស្លុយអ៊ំសំអាតវាចូលចិត្តថែមពាក្យនិងបំបត្តិពាក្យមិនបានប្រឡងប្រកួតប្រជែងយីអាស្លុយនេះស្លុយអញ្ចឹងទៅណាហើយសាលា West Point នេះខ្ញុំសូមនិយាយបញ្ចប់តាក់ទងពីគេហៅថាសាលារបស់សហរដ្ឋអាមេរិកគឺគាត់ធ្វើយ៉ាងម៉េចបៀលឬក៏ធ្វើឲ្យមានការអប់រំឬក៏ស្អីនឹងជំរុញឲ្យមានទាហានមួយដែលខ្លាំងឬក៏តម្លៃរបស់ទាហានអញ្ចឹងមានន័យថាតាក់ទងពីរឿងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអូននៅ West Point នេះគឺជាការសម្រិតសម្រាំងណាអាចឆ្នាំទី1ក៏សម្រិតសម្រាំងអាចឆ្នាំទី2ក៏សម្រិតសម្រាំងគឺនិយាយឲ្យស្ដាប់គឺថាយើងនិយាយឲ្យស្ដាប់ប្រឡងឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ឆ្នាំទី4បើសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតមិនមានសមត្ថភាពមិនមែនអាចជាប់នៅ West Point ទេអញ្ចឹងអាស្លុយអ៊ំសមាតឯងកុំចូលចិត្តប្រើពាក្យពេចន៍បង្កើតឲ្យមានការយល់ច្រឡំពេកអានោះវាចូលចិត្តថែមឬក៏ថយឲ្យប្រជាជនកម្ពុជាយល់ច្រឡំដោយអារឿងស្អីគេមិនបានប្រឡងប្រកួតប្រជែងដើម្បីចូលរៀននៅ West Point អាស្លុយអ៊ំសំអាតក្រុមពួកអាគីឆ្កែ23ក្បាលអាបេហ្សេ23ក្បាលដែលបំរើឲ្យចលនាជ្រុលនិយមសៀមនេះពួកឯងកុំស្លុយខ្លាំងពេកបានទេពួកឯងចូលចិត្តតែបំបត្តិឬក៏ពន្លឹះពាក្យពេចន៍នៃការពិតឲ្យយល់ច្រឡំឯងកុំច្រឡំណាធានាហើយត្រូវតែមានសមត្ថភាពប្រឡងចូលជាប់មិនជាប់មួយឆ្នាំហើយបានទៀតឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3រហូតដល់ឆ្នាំទី4ជំរុះរហូតអញ្ចឹងអ្នកដែលគ្មានសមត្ថភាពគឺมันអាចទទួលសញ្ញាបត្រពីសាលាបណ្ឌិតសភា West Point បានទេឬក៏ភាសាអង់គ្លេស The USA Military Academy at West Point ហើយកុំច្រឡំណាក្រុមពួកជ្រុលនិយមឆ្កែ23ក្បាលពួកឯងកុំចូលចិត្តបំបិតឬក៏ពន្លឹះពាក្យពេចន៍ឲ្យមានការយល់ច្រឡំពេកក្រុមពួកឆ្កែ23ក្បាល